បាទជំរាបសួរពុកម៉ែបងប្អូនយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធី Microsoft Excel បាទអញ្ចឹងនៅក្នុងមេរៀននេះគឺខ្ញុំលើកយកតាក់ទងទៅនឹងការប្រើរូបមន្ត OR ជាមួយនឹង Weekday បាទដើម្បីយើងកំណត់រកថ្ងៃចុងសប្តាហ៍អញ្ចឹងឥឡូវនេះកុំឲ្យខាត់ពេលវេលាយូរពុកម៉ែបងប្អូនសូមទៅមើលនៅគំរូឧទាហរណ៍ដែលខ្ញុំបានរៀបចំជូនដើម្បីបង្ហាញជូនពុកម៉ែបងប្អូនទស្សនាអញ្ចឹងយើងមានទី1យើងមានកន្លោន date បាទកន្លោនថ្ងៃខែកាលបរិច្ឆេទរបស់យើងនេះហើយនឹងមួយទៀតគឺ number នេះគឺតំណាងឲ្យថ្ងៃដែលខ្ញុំតាំងថាថ្ងៃសុក្រនេះគឺ6បាទថ្ងៃសៅរ៍នេះគឺចំថ្ងៃ7បាទថ្ងៃអាទិត្យចំថ្ងៃទី1វិញបាទមានន័យថាក្នុងមួយសប្តាហ៍យើងមាន7ថ្ងៃបាទអញ្ចឹងខ្ញុំនឹងធ្វើការប្រើរូបមន្ត OR និង Weekday នេះដើម្បីយើងរកបាទថ្ងៃចុងសប្តាហ៍របស់យើងនេះគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យដោយដែលពុកម៉ែបងប្អូនបានឃើញគំរូឧទាហរណ៍របស់ខ្ញុំអញ្ចឹងគឺខ្ញុំមានកាលបរិច្ឆេទនេះហើយកាលបរិច្ឆេទនេះគឺពុកម៉ែបងប្អូនអាចធ្វើការវាយបញ្ចូលតាមការស្រឡាញ់ពេញចិត្តរបស់ពុកម៉ែបងប្អូនតាមការងារយើងជាក់ស្ដែងនេះគ្រាន់តែជាគំរូឧទាហរណ៍របស់ខ្ញុំទេបាទអញ្ចឹងយើងបញ្ចូលថ្ងៃដូចនេះបន្ទាប់មកយើងនឹងធ្វើការគណនារកថ្ងៃចុងសប្តាហ៍ដូចដែលបាន highlight បញ្ជាក់ជូននេះអញ្ចឹងបាទឃើញថាថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺមានការ highlight ពណ៌បាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរខ្ញុំបានត្រៀមរួចរាល់ជាស្រេចបាទនៅគំរូដើម្បីបង្ហាញជូនពុកម៉ែបងប្អូនចាប់ពីផ្ដើមទៅតែម្ដងបាទអញ្ចឹងឥឡូវនេះជាដំបូងគឺយើងមានថ្ងៃខែហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើពុកម៉ែបងប្អូនធ្វើការ select ដូចខ្ញុំចេះមកបាទបន្ទាប់មកយើងធ្វើការវាយ បាទយើងវាយស្មើបន្ទាប់មកពុកម៉ែបងប្អូនវាយបាទរូបមន្ត week បាទ weekday នេះខាងលើណាយើងចុចពីរដងមកបាទបន្ទាប់មកខ្ញុំដាក់ C3 បាទអញ្ចឹងមានន័យថាគឺយើងយកថ្ងៃបាទថ្ងៃកាលបរិច្ឆេទរបស់យើងនេះបាទបន្ទាប់មកពុកម៉ែបងប្អូនធ្វើការបិទវងកញ្ចក់យើងចុច Shift បាទលេខ0យើងបិទវងកញ្ចក់ហើយយើងធ្វើការបាទ Control Enter មកបាទអញ្ចឹងនឹងចេញបាទថ្ងៃលេខតំណាងឲ្យថ្ងៃរបស់យើងនេះទាំងអស់ហើយបាទអញ្ចឹងខ្ញុំសូមតម្រង់កណ្ដាលទៅដើម្បីស្រួលពិនិត្យមើលបាទអញ្ចឹងក្រោយពេលយើងធ្វើបានរួចរាល់ហើយអ្វីដែលយើងត្រូវធ្វើបន្តទៅទៀតនោះគឺយើងនឹងទៅរកបាទកាលបរិច្ឆេទរបស់យើងនេះថ្ងៃរបស់យើងនេះតើថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងនៅកន្លែងណាខ្លះឲ្យload highlight ចេញមកតែម្ដងអញ្ចឹងរបៀបធ្វើគឺពុកម៉ែបងប្អូនត្រូវធ្វើយ៉ាងម៉េចបាទគឺយើងត្រូវទៅបាទ select លើបាទទិន្នន័យរបស់យើងណាយើងចាប់ពីថ្ងៃមករហូតដល់ចុះមកក្រោមរួចយើងចូលទៅបាទក្នុង Home tab ពុកម៉ែបងប្អូនណាក្នុង Home tab យើងចូលទៅ Conditional Formatting បាទបន្ទាប់មកយើងយកពាក្យថា New Rule រួចខ្ញុំយកបាទ use a formula to determine បាទ which cell to format បាទអញ្ចឹងយើងវាយនៅកន្លែងនេះមកពុកម៉ែបងប្អូនធ្វើការវាយរូបមន្តបាទដាក់ស្មើបន្ទាប់មកយើងសរសេរថា or បាទសំទោស or បន្ទាប់មកយើងបើកវងកញ្ចក់រួចពុកម៉ែបងប្អូនធ្វើការវាយរូបមន្តបាទ weekday យើងបើកវងកញ្ចក់មកខ្ញុំដាក់ C3 បាទ C3 ហ្នឹងគឺទិន្នន័យថ្ងៃកាលបរិច្ឆេទរបស់យើងពុកម៉ែបងប្អូនណាបាទកាលបរិច្ឆេទរបស់យើងនេះបន្ទាប់មកខ្ញុំធ្វើការបិទវងកញ្ចក់វិញបាទបិទវងកញ្ចក់មកបន្ទាប់មកពុកម៉ែបងប្អូនដាក់ស្មើបាទដាក់ស្មើខ្ញុំដាក់លេខ1បាទបើសិនជាថ្ងៃនេះស្មើ1បាទបន្ទាប់មកខ្ញុំធ្វើការក្បៀសខ្ញុំប្រើរូបមន្ត weekday ទៀតបាទ weekday ហើយបន្ទាប់មកយើងធ្វើការបើកវងកញ្ចក់ខ្ញុំដាក់ C3 ដដែលខ្ញុំបិទវងកញ្ចក់ស្មើបាទស្មើ7បាទអញ្ចឹងហើយបន្ទាប់មកយើងធ្វើការបិទវងកញ្ចក់ទៅវិញបាទបន្ទាប់មកយើងធ្វើការរើសពណ៌បាទដើម្បីឲ្យ highlight នៅត្រង់បាទថ្ងៃសៅរ៍ថ្ងៃអាទិត្យណាបាទអញ្ចឹងយើងចុចកន្លែងប៊ូតុង format នេះពុកម៉ែបងប្អូនចូលទៅកន្លែង fill បាទហើយយើងធ្វើការរើសពណ៌ដាក់ពណ៌ណាដែលពុកម៉ែបងប្អូនចង់ពេញចិត្តបាទឥឡូវទៅខ្ញុំដាក់ពណ៌ក្រហមចុះបាទឬក៏ខ្ញុំដាក់ពណ៌ឲ្យផ្សេងទៅស្រាលបន្តិចចុះបាទកុំឲ្យដិតពេកបាទខ្ញុំដាក់ពណ៌លឿងចុះបាទហើយខ្ញុំចុចអូខេ
បន្ទាប់មកខ្ញុំធ្វើការចុចអូខេម្តងទៀត អញ្ចឹងដូចពុកម៉ែបងប្អូនបានពិនិត្យឃើញអញ្ចឹងថា ក្រោយពេលយើងកំណត់ដោយប្រើរូបមន្ត អ និង weekday នេះឃើញថាចេញបាទថ្ងៃខែសំទោសចេញចំថ្ងៃសៅរ៍ថ្ងៃអាទិត្យបាទគឺ highlight ពណ៌ឲ្យយើងឃើញតែម្ដងអញ្ចឹងវាមានភាពងាយស្រួលបាទក្នុងការស្វែងរកថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅក្នុងបាទទិន្នន័យថ្ងៃខែរបស់យើងនេះបាទអញ្ចឹងសូមអរគុណបើសិនជាពុកម៉ែបងប្អូនមានសំណួរឬក៏ចម្ងល់អ្វីផ្សេងអាចធ្វើការ comment នៅខាងក្រោមវីដេអូខ្ញុំនឹងព្យាយាមឆ្លើយរាល់សំណួរពុកម៉ែបងប្អូនដែលមានយើងនឹងជួបគ្នានៅវីដេអូថ្មីបាទនៅចំណេះដឹងថ្មីៗជាច្រើនទៀតនៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ